lời đi xa pham mà cô sân u không đo cầm pool bên kia đây ít chuyện mà plan mình sao bị bay pon bay hỏi là hô tao đó buôn pon $80 hay mua là hết cứ đời xa po miền năng ấy JD Vance morning tích còn ban giấy tha Donald Trump is willing to negotiate with China on tariff chẳng Trump có còn miền chất trong cho cha đòi reasonable some had some Paul muối chỉ muối chân bẹ pon nung pon nom tranh này con tâm đã đạm mà $100nè hay ca và caនេះគឺមិនតន់ជា play ការសួរបួផងឥឡូវផ្សារគឺផាំងឡើងវិញបាត់ទៀតហើយអញ្ចឹងមិនថាគាត់នេះគឺធ្វើស៊ីសាសាហាវខ្លាំងមែនតែនបាទនិយាយទៅដាច់ខ្យល់ងប់តែអ្នក trade future ហ្នឹងឯងតែម្សិលមិញម្សិលថ្ងៃតាមឲ្យឡើងចង់ធ្លាយសួតឥឡូវនេះគឺឡើងវិញបាត់អញ្ចឹងមិនថាអត់មានអីស្រួលចិត្តដូច whole sport ទេបងប្អូនគួរណាតែស៊ាំហើយក្បាច់ហ្នឹងគឺប្រើច្រើនដងដដែលប៉ុន្តែនៅតែដាក់អន្ទាក់ដាក់សំណាញ់ជាប់បានបងប្អូនឲ្យគាត់ trade future អញ្ចឹងមិនថាមួយរយៈនេះទីផ្សារគឺវា move ខ្លាំងមែនតែនទៅលើព័ត៌មានបើអាចដូចខ្ញុំប្រាប់ដដែលនៅក្នុង group អញ្ចឹងតែអាទិត្យនេះ rest ខ្លះទៅសម្រាប់ខ្លះទៅចាំមើលទីផ្សារវាស្រួលបួលសិនចាំយើងចូល trade future វិញក៏វាអត់លេតទៅណាដែរលុយអត់រត់ចោលយើងទេដោយសារយើងអាចមានភាគរយឈ្នះព្រោះយើង technical analyze ប៉ុន្តែឥឡូវនេះ technical analyze វាអត់ work ទេ EA ឋានប្រអិនណាក៏ជួយអត់បានដែរដើរតាមព័ត៌មានមួយម៉ាត់ស្ទុយទៅលើមួយម៉ាត់ស្ទុយទៅក្រោមអញ្ចឹងបើយើងចូល trade ទាំង TA វាអត់មានប្រសិទ្ធភាពវាអត់ខុសអីជាមួយនឹង gambling ទេ so yeah enjoy your day តាមដានព័ត៌មានបើសិនជា dip solve spare money DCA in and don't care about nothing at all so yeah មានតែប៉ុណ្្នឹងឯងបើសិនជាអ្នកគ្នាចង់បានព័ត៌មានជុំវិញពិភពលោកតហេតុការណ៍ជាពិសេសព័ត៌មាន crypto ទាំងអស់នេះតាមដានកុំឲ្យដាច់ PA ចូលមកក្នុង SA community យើងមក link នៅក្នុង bio ហើយបើសិនជាមានសំណួរតាក់ទងពី crypto ទូទៅឬក៏ចង់ចេះបង្កើត account អីក៏អាចសួរក្រុមការងារនៅក្នុងនឹងបានដែរហើយមួយទៀតកុំភ្លេច follow Facebook TikTok របស់ខ្ញុំនេះផងអើយក្បាច់ដដែល